ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះChannel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងគុណសម្បត្តិនៃការបរិភោគខ្ទឹមសខ្ទឹមសគឺជាអាហារដែលមានក្លិនឈ្ងុយបន្តិចក៏ប៉ុន្តែផ្ដល់នូវសារៈប្រយោជន៍យ៉ាងច្រើនមកដល់សុខភាពខ្ទឹមសមួយកំពូលជាមួយភ្ជុំដល់នូវសារធាតុចិញ្ចឹមផ្សេងៗដូចជាប្រូតេអ៊ីនចំនួន 0.5 ក្រាមកាបូនអ៊ីត្រាចំនួន 2.98 ក្រាមថាមពលចំនួន 13.41 គីឡូកាឡូរីកាល់ស្យូមចំនួន 16.29 មីលីក្រាមម៉ាញ៉េស្យូមចំនួន 2.25 មីលីក្រាមផូស្វ័រចំនួន 13 មីលីក្រាមប៉ូតាស្យូមចំនួន 36 មីលីក្រាមវីតាមីន B6 ចំនួន 0.11 មីលីក្រាមនិងវីតាមីន C ចំនួន 0.8 មីលីក្រាមតើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើនពីការបរិភោគនៅខ្ទឹមសសម្រាប់គុណសម្បត្តិទី1គឺជួយការពារជំងឺពុកឆ្អឹងខ្ទឹមសគឺអាចជួយការពារជំងឺពុកឆ្អឹងជាពិសេសចំពោះស្ត្រីតែម្ដងស្ត្រីក្នុងវ័យអស់រដូវគឺប្រឈមជាមួយនឹងជំងឺពុកឆ្អឹងដោយសារតែរាងកាយថយចុះពីការផលិតនៅអរម៉ូនភេទអ៊ឺដ្រូសែនយោងទៅតាមការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថាខ្ទឹមសគឺអាចមានឥទ្ធិពលក្នុងការជួយបង្កើនលទ្ធភាពនៃការផលិតអរម៉ូនអ៊ឺដ្រូសែននៅក្នុងរាងកាយហើយក៏អាចជួយកាត់បន្ថយហានិភ័យនៃការថយចុះនៃកំហាប់ឆ្អឹងដែលវិវត្តទៅតាមវ័យផងដែរសម្រាប់គុណសម្បត្តិទី2គឺប្រឆាំងនឹងការរលាកខ្ទឹមសក៏អាចប្រឆាំងទៅនឹងការរលាកយ៉ាងមានប្រសិទ្ធភាពជាពិសេសការរលាកដែលបង្កដោយអុកស៊ីតកម្មនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរយោងទៅតាមការសិក្សាបានបង្ហាញថាការរលាកដោយអុកស៊ីតកម្មនៅក្នុងរាងកាយគឺអាចបង្កជាជំងឺរ៉ាំរ៉ៃបើសិនជាមិនទទួលបានការព្យាបាលហើយនឹងអាចវិវត្តទៅជាជំងឺមហារីកបានផងដែរសម្រាប់គុណសម្បត្តិទី3គឺជំនួយទៅដល់សុខភាពខួរក្បាលខ្ទឹមសក៏អាចជួយទៅដល់ខួរក្បាលព្រោះខ្ទឹមសមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជាសារធាតុម៉ាញ៉េស្យូមវីតាមីន B6 វីតាមីន C ដែលជាសារធាតុក្នុងការជួយពង្រឹងទៅដល់សមត្ថភាពក្នុងការស្វែងយល់ក៏ដូចជាដំណើរការរំញោចរបស់ខួរក្បាលមិនត្រឹមតែប៉ុណ្ណោះខ្ទឹមសក៏អាចជួយសម្រួលទៅដល់ប្រព័ន្ធប្រសាទទៀតផងរីឯគុណសម្បត្តិទី4គឺជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយការបរិភោគខ្ទឹមសឆៅក៏សម្បូរទៅដោយវីតាមីន C គឺផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៅដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងជាក់ស្ដែងវីតាមីន C គឺជាប្រភពថាមពលដែលជំនួយទៅដល់ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺផ្សេងៗបានយ៉ាងច្រើនកន្លងមកប្រហែលជាយើងបានជ្រាបហើយថាវីតាមីន C គឺសម្បូរនៅក្នុងប្រភេទផ្លែឈើដូចជាផ្លែក្រូចទំពាំងប៊ីជូប៉ុន្តែវីតាមីន C ក៏មាននៅក្នុងខ្ទឹមសផងដែរសម្រាប់គុណសម្បត្តិទី5គឺជំនួយទៅដល់សុខភាពថ្លើមការសិក្សាបានបង្ហាញថាខ្ទឹមសក៏អាចជួយការពារថ្លើមពីជាតិពុលក្នុងអាហារប្រចាំថ្ងៃនិងអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរជាក់ស្ដែងណាស់បើសិនណាជាថ្លើមរបស់យើងមានសុខភាពល្អគឺអាចជួយឲ្យរាងកាយរបស់យើងធ្វើការបានយ៉ាងរហ័សនិងអាចបញ្ចេញជាតិពុលបានយ៉ាងមានប្រសិទ្ធភាពដែលអាចផ្ដល់ឲ្យរាងកាយរបស់យើងទាំងមូលនូវសុខភាពល្អសម្រាប់គុណសម្បត្តិទី6គឺជំនួយទៅដល់សុខភាពបេះដូងការបរិភោគខ្ទឹមសជាប្រចាំក៏អាចជួយទៅដល់សុខភាពបេះដូងនិងសរសៃឈាមយោងទៅតាមការលើកឡើងរបស់អ្នកឯកទេសផ្នែកសុខភាពចំណីអាហារក៏បានឲ្យដឹងផងដែរថាសុខភាពបេះដូងរបស់យើងគឺមានទំនាក់ទំនងជាមួយនឹងសរសៃឈាមហើយការបរិភោគខ្ទឹមសគឺអាចជួយបញ្ចុះនូវកម្រិតកូលេស្តេរ៉ុលក្នុងសរសៃឈាមបានយ៉ាងល្អដែលធ្វើឲ្យសម្ពាធឈាមរបស់យើងដំណើរការធម្មតាហើយលើពីនេះទៅទៀតសមត្ថភាពប្រឆាំងនឹងការរលាករបស់ខ្ទឹមសក៏អាចផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៅដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងទៀតផងចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello គ្រូពេទ្យចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលឯងកាលឡើងដែលអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ